របៀបធ្វើទឹកភ្លាបែបអាជីពបងប្អូនលាយហើយទុកបានយូរណាទុកយ៉ាងទៀបណាក៏បាន3ខែឡើងលើដែរបងប្អូនភ្លាសាច់គោបុកល្ហុងញ៉ាំភ្លាដាក់ត្រូវទាំងអស់សំខាន់អត់ចេះញ៉ាំប្រហុកក៏អាចញ៉ាំបានដែរគ្រឿងក្រៅដែលយើងយកមកធ្វើមានប៉ុណ្ណឹងបងប្អូនជាដំបូងយើងយកខ្ទឹមសទាំងសបក2មើលមកលីងវាឲ្យឈ្ងុយសិនបន្ទាប់យើងហាន់ទូចលីងរហូតដល់ទៅវាឡើងឈ្ងុយល្អបន្ទាប់វាជំនួយឈ្ងុយឲ្យកាត់ក្លិនឆ្អែមអញ្ចឹងយើងប្រើស្ករសចំនួន1គីឡូបងប្អូនចង់ដាក់ស្ករត្នោតក៏បានទឹកជាកន្លះលីត្រហើយប្រហុកយើងប្រើប្រហុកសាច់ល្អមកប្រហុកនេះម៉ាក់ខ្ញុំធ្វើផ្ទាល់ហើយយើងអត់ប្រើច្រើនទេបងប្អូនយើងលួចយកក្លិនតាមមិនយើងដាក់2ចុងស្លាបព្រាប៉ុណ្ណឹង2ដងបងប្អូនយើងធ្វើការកូរកុំឲ្យស្ករកកបាត់ហើយយើងកូររហូតតតែម្នាស់របស់យើងនឹងស្វិតយើងចាក់ទឹកចូលមួយជ្រោយតិចទៅកុំឲ្យវាខាប់ពេកងាស់នេះចូលប្រហែលជា10នាទីទឹកឲ្យយើងងាស់នេះវាចាប់ដើមឡើងឈ្ងុយហើយអញ្ចឹងយើងធ្វើការច្រោះវាបងប្អូនចង់ច្រោះម្ដងចេះក៏បានច្រោះ2ដងក៏បានដែរខ្ញុំច្រោះតែម្ដងព្រោះម្នាស់យើងចិត្តស្អាតអញ្ចឹងទឹកភ្លារបស់យើងគ្រឿងដែលសំខាន់ណាប្រហុកហើយនឹងទឹកត្រីបើបានទឹកត្រីងៅហេងខ្ញុំមកធ្វើទៀតណាពិសេសទឹកត្រីសញ្ញាកប៉ាល់ធំនេះបន្ទុំរហូតដល់2ឆ្នាំតែខ្ញុំធ្វើទឹកត្រីហូបដែរបងប្អូនគាត់ធំក្លិនទឹកត្រីងៅហេងដឹងទឹកត្រីហ្នឹងគឺប្រើត្រីសុទ្ធ 100% ទឹកត្រីអាចរាប់បញ្ចូលថាលំដាប់លេខ2បន្ទាប់ពីអង្គធ្វើម្ហូបក៏ត្រូវការទឹកត្រីញ៉ាំបាយក៏ត្រូវការទឹកត្រីអញ្ចឹងបងប្អូនអាចរើសមើលទឹកត្រីដែលមានសុវត្ថិភាពនិងមានគុណភាពល្អបើយើងបដូរមកប្រើទឹកត្រីក្នុងស្រុកក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចខ្មែរយើងច្រើនដែរតម្រូវការប្រជាជនយើងប្រើទឹកត្រីក្នុងមួយថ្ងៃច្រើនណាស់ផលិតផលក្នុងស្រុកម៉ាក់នេះបាននាំចេញទៅជាច្រើនប្រទេសមិនថាតែទឹកត្រីទឹកស៊ីអ៊ីវទឹកខ្មេះជាពិសេសគឺអំបិលកពោតបាច់ភ័យរឿងប្រើម្សៅសឲ្យសយទេគឺធម្មជាតិសុទ្ធ 100%ញ៉ាំទាំងទំនុកចិត្តតែម្ដងអំបិលកពោតខ្មែរយើងប្រៃឆ្ងាញ់អត់មានប្រៃល្វីទឹកត្រីនៅហេងយកមកលាយមិនហត់ថែមគ្រឿងអីច្រើនទេឈ្ងុយទឹកត្រីធម្មជាតិល្អមែនបងប្អូនឈ្ងុយខ្លាំងណាលេតែប៉ុណ្្នឹងហើយមិនដាក់ទូត្រជាក់ក៏បានដែរទុកទៅនៅក្រៅធម្មតាក៏បានយូរដូចគ្នាយកមកធ្វើភ្លាបងប្អូនងាយស្រួលមែនតើយើងហាន់សាច់គោល្អចេះហើយចាំបាច់ជាមួយគុយឆ្មាសាច់គោឆ្អិនដាក់គល់ក្រៃខ្ទឹមច្បល់វាឲ្យឆ្អិនសាច់គុំថាធ្វើញ៉ាំដាក់តាមហាងរត់តងាយវាចាំរសជាតិថេច្បល់សាច់ឆ្អិនប៉ុណ្ណឹងហើយយើងក៏រៀបបន្លែមកបន្លែរបស់យើងដាក់តាមការចូលចិត្តទឹកភ្លាដែលយើងលាយហើយហ្នឹងចង់ដាក់ម្ដង3វែកក៏អត់ប្រៃដែរដួសយកគាត់តែយើងច្បល់អញ្ចឹងហើយចាំបាច់គុយឆ្មាជូរស្រស់ៗចឹងទៅឈ្ងុយគុយឆ្មាស្រស់ៗទៅក្នុងភ្លាហើយបើថាយើងលាយទៅខ្មេះក្នុងហ្នឹងហ្មងក៏អត់កើតដែរបងប្អូនយើងធ្វើភ្លាធ្វើអីអញ្ចឹងវាអត់ត្រូវក្លិនទេចង់ជូរប៉ុណ្ណាដាក់គុយឆ្មាប៉ុណ្ណឹងតែប៉ុណ្នេះហើយនេះរៀបដាក់ចានមករោយសណ្ដែកដីថែមជីហើយស្រោចទឹកត្រីទៅលើនឹងទៀតក៏អត់ប្រៃដែរគឺវាកាន់តែឈ្ងុយល្អតែម្ដង